នៅក្នុងវីដេអូនេះដែរខ្ញុំសូមប្រាប់បងប្អូនពីទាំងអស់គ្នាពីរបៀបផ្លាស់ប្ដូរ keyboard មានថា keyboard របស់យើងបើសិនជាមាន key ណាមួយខូចយើងអាចផ្លាស់ប្ដូរពី key ផ្សេងមកប្រើប្រាស់ជំនួស key នឹងបានអញ្ចឹងបងប្អូនឥឡូវនេះខ្ញុំសូមបង្ហាញkeyboard នេះកម្មវិធីនេះគឺឈ្មោះថា Carabiner Element អញ្ចឹងបងប្អូនអាចទាញយកបានពេលដែលបងប្អូនទាញយកទៅឡើងហើយគឺវាមានពីកម្មវិធីនេះអញ្ចឹងបងប្អូនអាចចូលមកកម្មវិធី Carabiner Element នេះអាចចូលមកកែបានបងប្អូនឥឡូវនេះខ្ញុំសូមបើកវាសិនបងប្អូនដោយសារតែខ្ញុំបានអញ្ចឹងខ្ញុំបានផ្លាស់ប្ដូរវារួចរាល់ហើយបងប្អូន key វានេះគឺខ្ញុំបានកែបងប្អូន select យកមក key international មកបងប្អូនដើម្បីងាយស្រួលនេះបងប្អូន Apple International Keyboard អញ្ចឹងបងប្អូនចូលមកនៅកន្លែងនេះបងប្អូនអាច add បានដោយសារតែខ្ញុំបាន add ហើយបងប្អូននេះបោះខ្ញុំ recommend របស់ខ្ញុំហ្នឹងខ្ញុំបានដូរមកទៅជា space វិញបងប្អូនដោយសារតែ key space របស់ខ្ញុំហ្នឹងគឺវាខូចspace key ធំជាងគេណាអញ្ចឹងបងប្អូនអាចផ្លាស់ប្ដូរវាបាននៅពេលដែលបងប្អូនបាន add វាហើយគឺវាអាចនេះអញ្ចឹងឥឡូវនេះខ្ញុំឧទាហរណ៍មួយទៀតខ្ញុំមាន key ខ្ញុំចង់ដូរអក្សរ T ម្ដងនេះ other អញ្ចឹងអក្សរ T របស់ខ្ញុំបងប្អូនខ្ញុំសុំ row សិន key name key letter នេះបងប្អូនអក្សរ T នេះបងប្អូនអញ្ចឹងពេលដែលខ្ញុំចុច T គឺខ្ញុំឲ្យវាចេញkey ផ្សេងជំនួសបងប្អូនខ្ញុំអាចឲ្យវាចេញជាអីផ្សេងក៏អូខេនេះ key បងប្អូននេះវាមាន key pack អានេះលេខប៉ុន្មានលេខ5អញ្ចឹងទៅខ្ញុំចុច T ឲ្យចេញលេខ5អូខេឥឡូវខ្ញុំសាកតេស្តឲ្យបងប្អូនបានមើលអញ្ចឹងយើងមាន on keyboard នៅពេលដែលយើង add ហើយគឺវា save auto បងប្អូនចាឥឡូវនេះខ្ញុំតេស្ត key ដៃបងប្អូនមើលសិនអូខេឥឡូវខ្ញុំចុច T ឃើញទេបងប្អូនខ្ញុំចុច T ចេញលេខ6ខ្ញុំចុច T ចេញលេខ6នេះបងប្អូន T ខ្ញុំចុចទៅគឺចេញលេខ6អូខេនៅពេលដែលយើងចុចអានេះគឺវាអត់ផ្លាស់ប្ដូរទេដោយសារតែយើង key ដៃប៉ុន្តែបើខ្ញុំចុចនៅលើ keyboard របស់យើងគឺវាផ្លាស់ប្ដូរដោយសារតែនេះវាប្រាប់យើងដែរបងប្អូននេះឃើញទេ Apple International Keyboard Trackpad ហ្នឹងឯងបងប្អូននៅពេលដែលយើងមានបញ្ហាអញ្ចឹងបើសិនជាបងប្អូនចង់ replace key window របស់យើងឲ្យប្រើប្រាស់ជាមួយនឹងkey make របស់យើងត្រឹមត្រូវបងប្អូនផ្លាស់ប្ដូរមកតាមហ្នឹងទៅគឺត្រឹមត្រូវឯងបងប្អូននៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេចំពោះបងប្អូនចង់ download បងប្អូនអាចចូលទាញ download ពី official បានព្រោះកម្មវិធីហ្នឹង free ទេបងប្អូនអរគុណជម្រាបលា